គ្រឿងញៀនជិត10គីឡូក្រាមត្រូវសមត្ថកិច្ចបង្ក្រាបនៅក្រុងបាត់ដំបងកាលពីថ្ងៃទី6និងទី7ខែមីនាឆ្នាំ2025នៅក្រុងបាត់ដំបងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅដែលមានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តមកៅសុជាព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងខេត្តបាត់ដំបងផងនោះកម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលមានលោករស្មីឯកសុកនិមលស្នងការរងទទួលដឹកនាំផែនបានធ្វើការបង្ក្រាបគ្រឿងញៀនមួយករណីក្នុងបទល្មើសជាក់ស្ដែងដោយឃាត់ខ្លួនមុខសញ្ញាចំនួន3នាក់គឺ1ឈ្មោះអៀមឆាបភេទប្រុសអាយុ65ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង2ឈ្មោះធៀមលីស៊ីងភេទប្រុសអាយុ18ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោក្រុងបាត់ដំបង3ឈ្មោះយឿតផានឹងភេទស្រីអាយុ38ឆ្នាំរស់នៅសង្កាត់វត្តគោក្រុងបាត់ដំបងដហូតបានគ្រឿងញៀនមេតាំហ្វេតាមីនម៉ាតកូអាយចំនួន7ដុំនិង12ថង់ទម្ងន់ 9829.8 ក្រាមចិញ្ចៀងថ្លឹងថ្នាំញៀនចំនួន2គ្រឿងទូរស័ព្ទដៃចំនួន4គ្រឿងរថយន្តចំនួន2គ្រឿងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់